តើអ្នកលោកសួស្តីអ្នកនេះសូមស្វាគមន៍មកកាន់ Channel YouTube របស់ខ្ញុំបានជា Gaming ហើយថ្ងៃនេះខ្ញុំចេញមកបរៀនដល់ពី Web Page Skin អញ្ចឹងអ្នកនេះសម្រាប់ iOS ហើយអ្នកនេះកុំភ្លេចជួយចុច Subscribe ដើម្បីទទួលបានវីដេអូថ្មីអ្នកនេះឥឡូវខ្ញុំចាប់ផ្ដើមបង្រៀនហើយអ្នកនេះចុច download app ខាងលើគេមកចុចតាមមកសម្រាប់ខ្ញុំ download app ហើយអ្នកនេះទៅពេលអញ្ចឹងខ្ញុំ select លើទី2ដែលជាចុច down តាមខ្ញុំមកបន្ទាប់មកអ្នកគ្នាជ្រើសរើសខាងលើអ្នកគ្នាតមក share file អ្នកគ្នា share កន្លែងណាក៏បានដែរអ្នកគ្នាចាំអ្នកគ្នាខ្ញុំចុច share មកដោយសារខ្ញុំមានហើយមិនបាច់ share ទៀតទេចាដាំបន្ទាប់មកអ្នកគ្នាចូលទៅ VPN ដែលយើង down មិញហ្នឹងបន្ទាប់មកយើងចុចខាងស្ដាំអ្នកគ្នាខាងក្រៅបន្ទាប់មកអ្នកគ្នាចុច script បន្ទាប់មកអ្នកគ្នាចុចបែរខាងលើមកតមកអ្នកគ្នាចុច import អ្នកគ្នាជ្រើសរើស link ដែលយើង down មិញហ្នឹងយើងចុច down មិញ share មិញហ្នឹងតមកអ្នកគ្នាចុចលើ setting រូបកញ្ចក់ហ្នឹងតមកអ្នកគ្នាចុចខាងលើគេអ្នកគ្នាចុចបើកឃើញបិទចុចបើកហើយអ្នកគ្នា select លើខាងក្រោមអ្នកគ្នាចុច download វាមកអ្នកគ្នាចុចខាងស្ដាំហ្នឹងតមកអ្នកគ្នាចូលទៅ setting របស់យើងទូរស័ព្ទរបស់យើងហ្នឹងបន្ទាប់មកអ្នកគ្នាឃើញពាក្យ download យើងចុចលើ folder download ហ្នឹងមកអ្នកគ្នាចុច install បន្ទាប់មកអ្នកគ្នាវាយលេខកូដទូរស័ព្ទអ្នកគ្នាហើយយើង install វាម្ដងទៀតមកបន្ទាប់មកយើងចូលទៅពាក្យ about ខាងលើគេនេះបន្ទាប់មកអ្នកគ្នាអូនមកក្រោមហើយយើងកាន់ពាក្យខាងក្រោមបន្ទាប់មកអ្នកគ្នាចុចបើកវាមកនេះ continue មកអ្នកគ្នាបន្ទាប់មកអ្នកគ្នាចូលទៅយក key អ្នកគ្នា copy ID ហ្គេមមកហើយវាជាស្រេចដើម្បីដាក់ key ស្រេចហ្នឹងពី link key link key ហើយអ្នកគ្នាចូលកន្លែងនោះអ្នកគ្នាចុចលើវាមកចុចវាទៅដើម្បីចូលទៅក្នុង summary ហើយវាស្រួលអ្នកគ្នាឆ្លៃនេះធ្វើរៀងលឿនតិចអ្នកគ្នាយើងចុចទី2នេះមកអ្នកគ្នាចុចធ្វើរៀងលឿនអ្នកគ្នាខ្ញុំចាំធ្វើហើយកន្លែងនេះអត់មានបញ្ហាឲ្យតែអ្នកគ្នាធ្វើរៀងលឿនបន្តិចគឺវាឆាប់បានអ្នកគ្នាបើសិនជាអ្នកគ្នាធ្វើយឺតគឺមិនងាយបានទេអ្នកគ្នាធ្វើមិនធ្វើឲ្យលឿនបានឥឡូវយើងបាន2ហើយតោះយើងចុច Q ហ្នឹងមកហើយយើងចុច clear ចុចម្ដងទៀតយើងធ្វើលឿនធ្វើយ៉ាងណាឲ្យលឿនអ្នកគ្នាបើសិនជាអ្នកគ្នាធ្វើបានអញ្ចឹងណាសារខ្ញុំធ្វើរៀងទៅលឿនដែរអ្នកគ្នាឥឡូវចុចបានហើយឥឡូវខ្ញុំបានឲ្យជោគជ័យណាគ្នាយើង clear ចោលអស់ទៅតមកយើងចូលទៅ VPN ណាគ្នាយើងចូលទៅ VPN ដែលយើងដើរមកហើយអ្នកគ្នាចុចបើកវាបើសិនជាវាអត់តចេញអក្សរទេអ្នកគ្នាអត់តបានទេយើងចុចបើកវាមកយើង clear វាចោលទៅបើសិនវាចេញអក្សរយើងអាចចូល game បានឥឡូវវាអត់តលោតអក្សរមកទេតែវាលោត VPN មកហើយបន្ទាប់មកអ្នកគ្នាចូលទៅ game មកបើសិនជាអ្នកគ្នាចូលទៅវា slow ដូចខ្ញុំអញ្ចឹងអ្នកគ្នា clear វាឲ្យចូលតាមហើយឥឡូវវាចូលបានទេអ្នកគ្នាចាំតិចសិនក៏ដល់វាលោតមកអញ្ចឹងណាតោះអ្នកគ្នា clear វាចោលចូលមក VPN ហើយយើងចុចបកឲ្យលោតអក្សរអញ្ចឹងមកឲ្យលោតអក្សរដូចខ្ញុំមកគឺអាចចូលបានហើយចូលតែម្ដងពីរដងគឺបានឥឡូវយើងចូលបានដល់ជោគជ័យហើយគ្នាយើង hack skin អញ្ចឹងណាសម្រាប់អ្នកគ្នាណាថ្មីកុំភ្លេចជួយចុច subscribe ឡាន YouTube របស់ខ្ញុំអ្នកមួយដើម្បីទទួលបានវីដេអូថ្មីអញ្ចឹងណាហើយសម្រាប់អ្នកគ្នានៅចង់ដាក់ពេចអីអញ្ចឹងណាអត់ចេះដាក់ពេចចាំខ្ញុំបរៀនពេលវាដាក់ពេចតាម ID អញ្ចឹងណាគ្នាហើយវីដេអូខ្ញុំក៏មានអីនិយាយច្រើនដែរមិនមែនតែប៉ុណ្ណឹងហើយជួយចុច subscribe ដាក់ខ្ញុំដើម្បីទទួលបានវីដេអូថ្មីអញ្ចឹងណាហើយវីដេអូខ្ញុំក៏មានតែប៉ុណ្ណឹងណាបាយបាយអ្នកគ្នាជួបគ្នានៅវីដេអូក្រោយ